រឿងមួយចំនួនដែលលោកប៉ាអ្នកម៉ាក់គួរតែដឹងសម្រាប់ទារកនៅក្នុង30ថ្ងៃដំបូងនៃជីវិតរបស់ពួកគេចាសសូមស្វាគមន៍មកកាន់ជីវិតដែលគេហៅថាជាឪពុកនិងម្ដាយរបស់គេក្នុងនាមជាឪពុកម្ដាយជាពិសេសឪពុកម្ដាយដែលមានកូនដំបូងច្បាស់ជាមានទាំងក្តីរំភើបនិងបារម្ភនឹងលាយឡំមួយគ្នាព្រោះអត់ដឹងថារឿងអីដែលជារឿងធម្មតានិងរឿងអ្វីដែលជារឿងមិនធម្មតាសម្រាប់ទារកតូចៗឯងចឹងនៅក្នុងវីដេអូនេះអ្នកគ្រូនឹងលើកឡើងដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងពីចំណុចមួយចំនួនដែលគួរតែដឹងចំពោះទារកដែលមានវ័យ30ថ្ងៃដំបូងនៅពេលដែលទារកសម្រាលមកភ្លាមមិនថាពួកគាត់សម្រាលដោយធម្មជាតិឬមួយក៏ដោយការវះកាត់ទេក្រុមគ្រូពេទ្យកុមារនឹងយកគាត់មកកាន់ទីនេះធ្វើការសម្ងួតធ្វើការភ្ញូចពួកគាត់ក៏ដូចជាវាតម្លៃទៅលើស្ថានភាពសុខភាពរបស់ពួកគាត់តាមរយៈអាប់កាស្កូយើងក៏ផ្ដល់នៅវីតាមីន K ដើម្បីបង្ការការហូរឈាមផ្សេងៗដល់ពួកគាត់ផងដែរនៅ24ម៉ោងបន្ទាប់ហ្នឹងយើងអាចផ្ដល់ជូននៅវ៉ាក់សាំងពីរប្រភេទគឺវ៉ាក់សាំងរលាកថ្លើមបេនិងវ៉ាក់សាំងការពារនៅជំងឺរបេងហើយក្នុងហ្នឹងរឿងមួយដែលលោកប៉ាអ្នកម៉ាក់តែងតែឆ្ងល់ហ្នឹងគឺតាក់ទងជាមួយនឹងការបំបៅចឹងហ្នឹងថាតើថ្ងៃដំបូងនៃជីវិតហ្នឹងគាត់គួរតែមុំប៉ុណ្ណាឬក៏បើប៉ុណ្ណាបានគ្រប់គ្រាន់ចឹងជាទូទៅកាពះរបស់ពួកគាត់មានទំហំប្រហែលជាប៉ុណ្ណឹងផ្លែឈើរីអញ្ចឹងតម្រូវការនៅក្នុងការបើកអាចចន្លោះពី5ទៅ15 ml ហើយវានឹងកើនឡើងបន្តិចម្ដងចំពោះការបើវិញជាទូទៅគឺអាចបំបើបានរៀងរាល់2ទៅ3ឬ4ម៉ោងម្ដងអញ្ចឹងណាដោយបើយើងនិយាយអំពីពេញ24ម៉ោងអាចចន្លោះពី8ទៅ12ដងហើយដើម្បីចង់ដឹងថាបើប៉ុណ្ណាឆ្អែតអ្នកគ្រូយើងអាចមើលទៅលើខោទឹកនោមរបស់គាត់ដែលបើសិនជាវាសើមចន្លោះពី6ទៅ8ខោទឹកនោមក្នុង24ម៉ោងហ្នឹងចាត់ទុកថាពួកគាត់បានទទួលនៅអាហារូបត្ថម្ភឬមួយក៏ការមុំបានគ្រប់គ្រាន់ហើយតកតងជាមួយនឹងលាមកវិញណាកំភៃដំបូងឡើយគេហៅថាលាមកព្រៃតែងតែមានពណ៌ខ្មៅហើយស្អិតបន្តិចម្ដងគឺវាវិវត្តទៅជាពណ៌លឿងធម្មតាតកតងជាមួយនឹងការគេងវិញទារកទៅនឹងកើតអាចត្រូវការគេងចន្លោះពី14ទៅ17ម៉ោងអញ្ចឹងអញ្ចឹងពួកគាត់អាចត្រូវការគេងយូរម៉ោងប៉ុន្តែអត់ស្កប់បានយូរទេអញ្ចឹងពួកគាត់គេងនឹងភ្ញាក់រៀងរាល់3-4ម៉ោងម្ដងហើយយើងក៏ត្រូវការដាស់ឲ្យពួកគាត់នឹងបើដែរមុននឹងអ្នកគ្រូនិយាយអំពីលក្ខខណ្ឌធម្មតាអញ្ចឹងតើនៅពេលណាទៅដែលវាអត់ធម្មតាហើយខ្ញុំគួរតែហៅគ្រូពេទ្យឬមួយក៏បញ្ជូនកូនមកឲ្យជួបជាមួយនឹងគ្រូពេទ្យទីមួយនោះគឺពាក់ព័ន្ធជាមួយនឹងការកើនឡើងកម្ដៅបើសិនជាពួកគាត់មានការក្តៅខ្លួនលើសពី38អង្សាគួរក៏បីនាំមកជួបគ្រូពេទ្យបើសិនបើគាត់ឡើងលឿងខ្លាំងខុសពីធម្មតាដែលយើងអាចសង្កេតបាននៅលើស្បែករបស់ពួកគាត់នៅលើផ្ទៃសនៃភ្នែកហ្នឹងក៏យើងគួរគប្បីតាក់ទងមកកាន់គ្រូពេទ្យផងដែរហើយប្រហែលចំណុចទៀតហ្នឹងមានដូចជាគាត់អត់ព្រមងថយចុះការបើមើលទៅងុយគេងខុសពីធម្មតានោះសុទ្ធសឹងតែជាសញ្ញាគ្រោះថ្នាក់ដែលយើងគួរគប្បីនាំទារកតូចមកជួបជាមួយនឹងគ្រូពេទ្យហើយបើសិនបើអ្នកទាំងអស់គ្នាចង់ជួបជាមួយនឹងគ្រូពេទ្យកុមារដែលមានជំនាញក៏ដូចជាមានបទពិសោធន៍យូរឆ្នាំសូមកុំភ្លេចធ្វើការណាត់ជួបជាមួយនឹងក្រុមគ្រូពេទ្យរបស់យើងនៅក្នុងមន្ទីរពេទ្យ Intercare